បាទនៅឯខេត្តបាត់ដំបងឯនោះវិញតំណាងពលរដ្ឋពីររូបដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសួនមានសម្បត្តិនៅស្រុកភ្នំព្រឹកនៅថ្ងៃទី23ឧសភាបានចូលខ្លួនបំភ្លឺតាមដីការបស់តុលាការតំណាងអัยការសាលាដំបងខេត្តពាក់ព័ន្ធនឹងការចោទប្រកាន់រឿងញុះញង់និងរំលោភដីក្រុមហ៊ុនដោយខុសច្បាប់លោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ព័ត៌មាននេះពីខេត្តបាត់ដំបងពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកភ្នំព្រឹកជាង30នាក់បានលើកគ្នាទៅគាំទ្រតំណាងរបស់ខ្លួននៅមុខសាលាដំបងខេត្តបាត់ដំបងនិងស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ព្រមទាំងដោះស្រាយដីរបស់ពួកគាត់ឲ្យបានឆាប់រហ័សតំណាងពលរដ្ឋម្នាក់រស់នៅភូមិភ្នំ7ឃុំបួស្រុកភ្នំព្រឹកគឺអ្នកស្រីប៉ាធៀងថ្លែងថាមូលហេតុដែលលើកគ្នាមកគាំទ្រតំណាងពីររូបចូលបំភ្លឺនៅសាលាដំបងខេត្តដោយសារព្រួយបារម្ភក្រែងសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារអ្នកស្រីអះអាងថាតំណាងទាំងពីរនាក់ពុំបានទៅរំលោភដីរបស់ក្រុមហ៊ុនសួនមានសម្បត្តិដោយការចោទប្រកាន់នោះទេផ្ទុយទៅវិញគឺខាងក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់ចំនួនជាង140ហិកតានៅភូមិបួស្រុកភ្នំព្រឹកធ្វើឲ្យពួកគាត់ចំនួន39គ្រួសារគ្មានដីដាំដុះតាំងពីឆ្នាំ2011មកជួយដោះស្រាយគឺខ្ញុំផងកុំឲ្យថានាងខ្ញុំពួកខាងខ្ញុំនេះរំលោភដីធ្លីខាងក្រុមហ៊ុនអត់មានទេកូនខ្ញុំមកតាំងពីកូនខ្ញុំនៅក្រហមនឹងរហូតដល់ខ្ញុំឡើងកូនខ្ញុំអាយុ10ឆ្នាំជាងហើយគាត់មកដល់គាត់ថាមកនៅចំណុចបោះស្អំហ្នឹងគាត់មកឈូសឆាយណាដីពួកខ្ញុំអត់មានពួកគាត់មកឈូសឆាយទេដីខ្ញុំស្អាតអស់មកដល់មានតែពួកគាត់ឈូសដីដបោកពួកខ្ញុំនឹងចោលកុំឲ្យពួកខ្ញុំនឹងស្គាល់ព្រំទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងតំណាងក្រុមហ៊ុនសួនមានសម្បត្តិដើម្បីសូមអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23ឧសភានៃការកោះដែលចុះហត្ថលេខាដោយលោកគឺប៊ុនណារ៉ាតំណាងអัยការអមសាលាដំបងខេត្តបាត់ដំបងអញ្ជើញអ្នកស្រីសឿនស៊ីវ័នអាយុ40ឆ្នាំនិងលោកមាសណនអាយុ41ឆ្នាំអ្នកទាំងពីររស់នៅភូមិភ្នំ7ឃុំបួចូលបំភ្លឺនៅថ្ងៃទី23ឧសភាឆ្នាំ2016តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនសួនមានសម្បត្តិពាក់ព័ន្ធនឹងរឿងញុះញង់បំផុសបំផុលនិងរំលោភយកដីរបស់ក្រុមហ៊ុនមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបាត់ដំបងលោកឌៀមមីងលីមានប្រសាសន៍ថាតុលាការគួរទម្លាក់ការចោទប្រកាន់មកលើពលរដ្ឋឲ្យបានឆាប់រហ័សពីព្រោះអ្នកស្រុកពុំបានទៅរំលោភយកដីរបស់ក្រុមហ៊ុនឡើយលោកក៏សម្គាល់ថាបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសួនមានសម្បត្តិដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរឃុំនិងស្រុកតែម្ដងខ្ញុំគិតថាកុំឲ្យបញ្ហានេះធ្លាក់ទៅលើស្រុកពេកព្រោះប្រជាពលរដ្ឋហាក់បីដូចជាអស់ជំនឿមិនសូវទុកចិត្តទៅនឹងអាជ្ញាធរមូលដ្ឋានឃុំស្រុកទេព្រោះគាត់បានជួបប្រទះបញ្ហានេះច្រើនហើយអញ្ចឹងខេត្តគាត់បីរៀបនៅក្រុមគណៈកម្មការមួយដើម្បីចុះទៅពិនិត្យជាក់ស្ដែងហើយនិយាយសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋនៅអ្វីដែលគាត់ត្រូវការពិតប្រាកដហើយដើម្បីធ្វើមិនឲ្យមានដំណោះស្រាយឈ្នះទាំងអស់គ្នាជៀសវាងការប្រើយន្តការតុលាការដែលអាចឲ្យប្រជាពលរដ្ឋជាប់គុកជាប់ច្បាប់ឬក៏អាចរត់ចាប់ស្រុកបាទនេះមិនមែនជាយន្តការល្អទេបាទបន្ទាប់ពីពលរដ្ឋចូលទៅបំភ្លឺប្រមាណ1ម៉ោងមន្ត្រីតុលាការបានអនុញ្ញាតឲ្យតំណាងពលរដ្ឋទាំងពីររូបវិលត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី23ឧសភាដដែលទោះបីជាយ៉ាងណាខាងតុលាការពុំទាន់សម្រេចថានឹងកោះហៅប្រជាពលរដ្ឋមកបំភ្លឺសារជាថ្មីទៀតឬថាយ៉ាងណានៅឡើយខ្ញុំបាទហ៊ុំចម្រើនទូរទស្សន៍អាស៊ីសេរីពីខេត្តបាត់ដំបង